ឥឡូវនេះដល់វេនមួយក្រុមទៀតឡើងមកហើយនៅក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មីឆ្នាំ2025នៅ Long Beach California សហរដ្ឋអាមេរិកនេះមានការប្រលេងតន្ត្រីមានលេងរបាំដែលជាប្រពៃណីខ្មែរបុរាណយើងឥឡូវនេះគឺគេកំពុងតែធ្វើការសម្ភាសមេក្រុមខាងផ្នែករបាំត្រុដិនោះគឺលោកសុវណ្ណមនីដែលជាតារាសម្ដែងភាពយន្តពីទសវត្សរ៍ហើយជា90អីហ្នឹងខ្ញុំមិនចាំច្បាស់ទេគាត់ជាអ្នកគាត់ពាក់អាវខៀវនោះគឺជាមេក្រុមរបាំត្រុដិហើយគាត់កំពុងតែសម្ភាសជាមួយអ្នកដែលចង់សម្ភាសមួយគាត់រៀបរាប់អំពីព្រឹត្តិការណ៍ដែលគាត់បង្កើតក្រុមនេះឡើងដោយមានសមាជិកតែប៉ុន្មាននាក់ហើយមានគាត់ជាមេក្រុមដើម្បីហើយតែប្រហែលថ្ងៃទេមុនការប្រគំលេងរបាំសង្ក្រាន្តនៅពេលសង្ក្រាន្តឆ្នាំថ្មីនេះក្រុមរបស់គាត់មានស្រីមានប្រុសស្លៀកពាក់តាមរបៀបប្រពៃណីគឺហើយនាងខាងមុខនេះគឺកាន់ដងហ្នឹងគឺខ្ញុំគិតថាដូចជាតំណាងឲ្យរទេះព្រោះថាការច្រៀងគាត់មានថាមានក្រុមរទេះគោមានអីហ្នឹងហើយអញ្ចឹងទៅក៏គេដងហ្នឹងគេមានដាក់ថងមួយនៅចងនៅនឹងដងឈើហ្នឹងហើយបងប្អូនខ្មែរយើងក៏យកប្រាក់ទៅដាក់នៅក្នុងថងនោះហើយការសម្ដែងគាត់បន្តិចទៀតនឹងចាប់ផ្ដើមឥឡូវគាត់កំពុងតែសម្ភាសទទួលការជួបសម្ភាសជាមួយអ្នកដែលចង់សម្ភាសគាត់គេសម្ភាសគាត់ចង់ដឹងពីប្រវត្តិនៃការបង្កើតក្រុមរបាំនេះមានសមាជិកប៉ុន្មានមានគ្នាបង្កើតបានប៉ុន្មានថ្ងៃហើយអីចឹងគឺគាត់បានឆ្លើយតាមហ្នឹងហើយការសម្ដែងរបស់គាត់នឹងចាប់ផ្ដើមបន្តិចទៀតនៅពេលដែលគាត់សម្ភាសចប់គាត់ច្រៀងផងគាត់និយាយជាមួយអ្នកសម្ភាសនឹងផងហើយបងប្អូនយើងក៏ថតទស្សនភាពនៅទាំងអស់គ្នាហើយការសម្ដែងហ្នឹងក៏ចាប់ផ្ដើមធ្វើដំណើរទៅមុខហើយទៅពីមុខវេទិកានៃឆាកតន្ត្រីនៅខាងក្រោមហ្នឹងគឺចូលទៅហើយនៅទីធ្លាដែលគេបានឲ្យបងប្អូនខ្មែរយើងថយក្រោយបន្តិចដើម្បីឲ្យបានទីធ្លាធំនោះការសម្ដែងក៏បន្តទៅមុខចូលទៅក្នុងចំណោមទស្សនិកជនយើងបានអង្គុយលើកៅអីត្រៀបត្រាដើម្បីមើលការសម្ដែងរបាំនេះហើយអ្នកខ្លះក៏ឈរកាន់ទូរស័ព្ទដើម្បីថតទស្សនភាពដែលកម្រនឹងបានឃើញដោយថាគឺជាការចាប់ផ្ដើមលេងសង្ក្រាន្តឆ្នាំថ្មី2025ហ្នឹងគឺមានតួសម្ដែងរបាំជាច្រើនមានក្មេងស្រីក្មេងប្រុសសម្ដែងតាមសាច់រឿងហើយចូលទៅក្នុងហើយក៏មានប្រជាជនយើងដាក់ប្រាក់មកតាមហ្នឹងឥឡូវដល់វគ្គព្រានព្រៃដេញប្រើហើយមានតួអង្គប្រុសនឹងចេញពីមកសម្ដែងនៅខាងមុខគេឥឡូវនេះគឺព្រានព្រៃហ្នឹងលើកភ្នូបំរុងបាញ់ក៏ប្រើក្នុងរថបាត់នេះជាតួអង្គព្រានព្រៃដែលមានធ្នូបំរុងនឹងបាញ់ប្រើហើយប្រើឃើញដូច្នេះក៏រត់បាត់ទៅដោយសារភ័យខ្លាចព្រានព្រៃហើយបន្ទាប់មកទៀតក៏មានក្រុមរបាំនឹងដែរតែមានសមាជិកតួអង្គផ្សេងឡើងមកចូលក្នុងវងរបាំហ្នឹងសម្ដែងត្រង់នេះគឺនេះជាតួប្រើកំពុងតែរត់ឥឡូវនេះជាដល់តួយៈហើយយៈហ្នឹងក៏តាមកាប់សត្វប្រើសហ្នឹងប៉ុន្តែកាប់មិនត្រូវទេព្រោះប្រើសកិច្ចបាត់ទៅពេលយៈហ្នឹងគឺចេញមកដេញចាប់មរឹកទន្ទឹកពេញព្រៃយៈជាដៅកាប់ប្រើសភ័យរត់បាត់កំ ប្លង់អើយនេះជាពាក្យរបស់
អត្តន័យនៃចម្រៀងហើយខ្ញុំក៏ចាំបានតិចហ្នឹងឥឡូវហ្នឹងប្រើរត់ទៅទៀតហើយបានន័យថាយៈហ្នឹងចាប់ប្រើមិនបានទេហើយពេលនោះដែរក៏សកម្មភាពក៏មានតួអង្គថ្មីឡើងមកទៀតគឺឥឡូវប្រើចូលមកក្នុងវងទស្សនិកជនហ្នឹងហើយមកសម្ដែងឲ្យយើងមើលហ្នឹងយៈនៅពីក្រោយយៈកំពុងតែត្រៀមដើម្បីនឹងកាប់ហ្នឹងប្រើចេះតែលោតទៅលោតនៅក្នុងរង្វង់ហ្នឹងហើយយៈក៏នៅគៀនហ្នឹងដែរយៈនោះគឺពាក់មុខខ្មៅកណ្ដាវនេះក៏យៈដែរទាំងអស់យៈមាន2កណ្ដាវម្នាក់មួយហើយនេះជាស្ត្រីដែលពាក់កញ្ចក់វែងហ្នឹងក្នុងសាច់ចម្រៀងគឺថាជាព្រាយកញ្ចក់វែងដេញប្រើពេញព្រីក៏ហើយបន្ទាប់មកទៀតនឹងមានកងោកចេញមកសំដែងដែរនៅក្នុងហ្នឹងគឺមានតួកងោកចេញមកគឺនេះជាតួអង្គកងោកចេញមកហើយកងោក2ចេញមករមនៅខាងមុខទស្សនិកជនយើងនឹងឯងបងប្អូនខ្មែរយើងថតគ្រប់គ្នាដើម្បីទុកមើលឥឡូវយៈត្រូវបានដួលទៅលើដីហើយដោយសារមានក្នុងមានព្រាយកញ្ចក់វែងផងមានព្រានព្រៃមានតួយៈគឺមានតួច្រើនឥឡូវនេះសត្វប្រើសនឹងត្រូវព្រួញហើយកំពុងតែដួលនៅលើដីនោះហើយក្រុមសិល្បករក៏កំពុងដើរក្រឡឹងជុំវិញប្រើសហ្នឹងឥឡូវហ្នឹងប្រើសចាប់ផ្ដើមងើបហើយដើរចូលមកជាមួយនឹងពងសិល្បករហ្នឹងដែរគេក៏ច្រៀងបទហ្នឹងបទត្រុដិឥឡូវក្រុមរបាំត្រុដិបានលំអោនកាយគោរពទស្សនិកជនដោយច្រៀងបទត្រុដិសំលាទស្សនិកជនទៅវិញនៅទីនេះហើយក្រុមត្រុដិក៏បានជូនពរដល់ទស្សនិកជនជូនពរបបរសួស្តីក្នុងឱកាសចូលឆ្នាំថ្មីបានសុខសេរីបានសុខសាន្តហើយក្រុមត្រុដិហ្នឹងក៏សូមលាទស្សនិកជនទៅវិញយើងឃើញថាទស្សនិករបាំត្រុដិហ្នឹងផ្លាយភ្នែកដោយមានតួអង្គច្រើនមកសម្ដែងការលេងក៏មានទម្រង់ខុសៗគ្នាជាប្រភេទរបាំដែលមានផ្លែកគ្នារបស់ខ្មែរយើងដែលដូនតាយើងបានបង្កើតមកទុកឲ្យយើងជំនាន់ក្រោយបានឃើញនឹងបានទស្សនាហើយជាការបង្រៀនតគ្នាតកូនតចៅដើម្បីកុំឲ្យភ្លេចប្រវត្តិនៃរបាំរបស់យើងដែលដូនតាយើងខំកសាងឡើងមកហើយបន្តិចទៀតក្រុមត្រុដិហ្នឹងនឹងលាចេញទៅវិញហើយបន្ទាប់ពីជូនពរឲ្យបងប្អូនទស្សនិកជនយើងដែលជាប្រជាជនខ្មែរកំពុងទស្សនានឹងឲ្យរីករាយនៅឆ្នាំថ្មីឥឡូវពួកគាត់ចាប់ផ្ដើមធ្វើដំណើរចេញទៅវិញហើយគឺនាំគ្នាចេញទៅក្រោយវងមនុស្សនឹងបានន័យថាក្រុមតន្ត្រីក្រុមរបាំត្រុដិនេះបានបញ្ចប់នៅការលេងរបាំនេះហើយបាននាំគ្នាចេញទៅវិញហើយមានតួអង្គច្រើនណាស់នៅក្នុងហ្នឹងតួប្រើតួយៈតួព្រានព្រៃជាដើមកំពុងធ្វើដំណើរចេញទៅវិញយើងឃើញថាសប្បាយមែនតើក្នុងឱកាសចូលឆ្នាំថ្មីនេះចា៎អរគុណ